ទៅដែរបាទជំរាបសួរទាំងអស់គ្នាខ្ញុំឈ្មោះស៊ុយចម្រើនជាម្ចាស់សិប្បកម្មផលិតធូបជាហៅស៊ុយចម្រើនណាហើយអាជីវកម្មផ្លែកពីគេបន្តិចអញ្ចឹងបាទថ្ងៃនេះរីករាយណាស់ដែលបានមកជួបទាំងអស់គ្នាហើយនឹងធ្វើបទបង្ហាញជូនទាំងអស់គ្នាអញ្ចឹងខ្ញុំសូមជូនប្រវត្តិខ្លះៗរបស់ខ្ញុំចម្រើនខ្ញុំកើតនៅកំពង់ចាមគឺខ្ញុំរៀនបានត្រឹមថ្នាក់ទី9ទេក៏ឈប់ទៅបាទអញ្ចឹងក្រោយឈប់រៀនខ្ញុំបានចូលធ្វើធូបជាមួយបងប្រុសរបស់ខ្ញុំហ្នឹងតែគាត់ចេះរបរពីជីតារបស់ខ្ញុំមកអញ្ចឹងធ្វើបានមួយឆ្នាំជាងបងប្រុសរបស់ខ្ញុំហ្នឹងគាត់បានប្រគល់អាជីវកម្មហ្នឹងមកឲ្យខ្ញុំហើយខ្ញុំក៏ចាប់ផ្ដើមធ្វើវាដោយខ្លួនឯងពេលទៅហើយបាទខ្ញុំគាត់បញ្ហានៅពេលនោះគឺនៅលើទីផ្សារហ្នឹងគឺអត់សូវមានធូបដែលផលិតនៅក្នុងស្រុកទេចឹងពីអាជីវករយើងគាត់លក់ធូបដែលនាំចូលពីបរទេសហើយមួយទៀតគឺប្រជាជននៅក្នុងសហគមន៍ហ្នឹងគាត់អត់សូវមានការងារធ្វើអាអ្នកនៅក្នុងឃុំជិតហ្នឹងអត់សូវមានការងារធ្វើគាត់ធ្វើចំណាក់ស្រុកទៅក្រៅហើយខ្លះទៀតក៏ឈានដល់ប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារផងក៏មានអញ្ចឹងដំណោះស្រាយយើងធ្វើគឺយើងបានផលិតធូបដែលមានតម្លៃទាបសមរម្យលក់ចែកជូនទៅតាមបណ្ដាទីផ្សារនានានៅក្នុងស្រុកហ្នឹងហើយមួយទៀតយើងបានបង្កើតការងារជូនបងប្អូននៅក្នុងភូមិហ្នឹងសហគមន៍ហ្នឹងបាទហើយផលិតផលរបស់យើងមានពីរមានធូបក្អូបហើយនិងធូបធម្មតានេះបាទ